ទស្សនិកជនព័ត៌មានជាបន្តទៀតសមត្ថកិច្ចក៏ហៅបរិសម្នាក់ដែលបើករថយន្តប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើមន្ត្រីអនុវត្តច្បាប់ធ្វើការសំទោសជាសាធារណៈថ្មីនេះបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមបរិសម្នាក់បានបើករថយន្តធ្វើដំណើរដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើមន្ត្រីអនុវត្តច្បាប់នៅលើមហាវិថីនរោត្តមកែងនិងមហាវិថីម៉ៅសេទុងសង្កាត់ទន្លេបាសាក់ខណៈដែលសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍បញ្ជៀសការកកស្ទះជូនប្រជាពលរដ្ឋនៅថ្ងៃទី25ខែឧសភាឆ្នាំ2026ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការកោះហៅបរិសដែលមានឈ្មោះកូនសុកអៀនភេទប្រុសអាយុ23ឆ្នាំមុខរបរបើករថយន្តមានទីលំនៅនៅភូមិក្របៅស្រោងឃុំតាំងក្រសៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសួរនាំចំពោះមុខសមត្ថកិច្ចបន្ទាប់ពីសួរនាំរួចបរិសខាងលើបានសារភាពកំហុសឆ្គងរបស់ខ្លួនហើយក៏បានសំទោសជាសាធារណៈនៅពាក្យសម្ដីមិនសមរម្យបង្កការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចដោះស្រាយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋទន្ទឹមនឹងនោះសមត្ថកិច្ចបានធ្វើការអប់រំណែនាំនឹងឲ្យធ្វើកិច្ចសន្យាដោយសន្យាបញ្ឈប់មិនឲ្យកើតឡើងជាលើកទី2ទៀតនោះឡើយពីខ្ញុំបាទលុនឯក TV5 Online News